ការប្រកួតពានសម្ដេចថ្នាក់ខេត្តរវាងក្រុមបាល់ទាត់ខេត្តបន្ទាយមានជ័យជាមួយនឹងក្លឹបបាល់ទាត់ Lion King ខេត្តសៀមរាបហើយការប្រកួតនេះគឺធ្វើឡើងនៅឯទីលានវិទ្យាល័យតេជោសែនសំរោងការទាត់សម្ដៅទីរបស់ឈិនឈៀនចូលថ្នាក់ដៃអ្នកចាំទីដល់ពីជ្រុងខាងឆ្វេងរបស់ដមានជ័យធ្លាយមកដល់បកគោលទី2ទៅណាមិនទាន់ឆ្ងាយលើកចូលក្នុងប្រអប់គ្រោះថ្នាក់សាជាថ្មីទាត់មួយជើងនេះមិនចំបាល់នោះទេសោកស្ដាយមែនទែនបាទយើងមើលការលោតទាត់ត្រង់នេះប្រសិនបើចំបាល់អាចនឹងមានឱកាសក្នុងការអនថាតិចមើលឱកាសរបស់ Lion King ខេត្តសៀមរាបធ្លាក់មកដល់អ៊ីតាមីសុតឆ្វេងបុកអ្នកចាំទីក្រសោបអោបជាប់មិនឲ្យបាល់ឡងចូលក្នុងសំណាញ់ទីរបស់ខ្លួននោះទេមកជើងឆ្វេងនេះធ្ងន់មែនទែនអ្នកចាំទីនេះគាត់ចាប់មិនជាប់ទេឱកាសក្នុងការទាត់បាល់ free kick ពីចម្ងាយចូលទៅក្នុងប្រអប់គ្រោះថ្នាក់មានឱកាសក្នុងការទាញដាច់ចកេះមួយហើយក៏ទាញមួយទៀតទាត់ស្ដាំចូលទីបានសម្រេចបើការនាំមុខ1-0ឲ្យក្រុមភ្ញៀវ Lion King ខេត្តសៀមរាបដោយកីឡាករលីដុកទាញមួយហើយក៏ទាត់ស្ដាំយកតែម្ដងអ្នកចាំទីម៉ូសចាន់នុនមិនអាចជួយសង្គ្រោះបាននោះទេបញ្ចប់វគ្គទី1 Lion King ដែលជាក្រុមភ្ញៀវនាំមុខទៅលើក្រុមម្ចាស់ផ្ទះដ៏មានជ័យ1-0ការច័ន្ទរាបញ្ជូនបាល់ឆ្ងាយសម្ដៅទៅកីឡាករឈៀវចិនឈៀនក៏អស់ចូលបន្តិចហើយក៏ទាត់មួយជើងស្ដាំនេះប៉ុន្តែអ្នកចាំទីរ៉ាប់រងបានយ៉ាងល្អធ្វើអត្ថពី Lion King ត្រង់នេះអ្នកចាំទីឡើងមកឃ្លៀបបាល់ចេញបានយ៉ាងល្អអស់ចូលទៅពីកីឡាករលីដុកកັບផុតមួយលីដុកតាណាលីដុកកັບមួយទៀតម៉ូសេអ៊ីតាមីទាត់បុកខ្សែការពារឡងតាណាមិនឆ្ងាយទាត់មួយជើងទៀតអ្នកចាំទីនៅតែអាចជួយសង្គ្រោះបានយ៉ាងល្អអូហូយបាទល្អមែនតើអ្នកចាំទីនេះបាទយើងក៏លេចមកមើលអាកាសសាជាថ្មីនេះមកជើងស្ដាំពីម៉ូសេអ៊ីតាមីប៉ុន្តែរ៉ាប់រងបានយ៉ាងល្អឱកាសទៅសាជាថ្មីមកជើងនេះបុកជាមួយនឹងអ្នកចាំទីទៀតអើយមិនសរសើរមិនបានតែម្ដងបាទអ្នកចាំទីរបស់ដ៏មានជ័យឆាន់នុនយើងមើលត្រង់នេះចេញមកបិទអង្គរបស់ខ្លួនបានយ៉ាងល្អបញ្ជូនចូលទៅក្នុងប្រអប់គ្រោះថ្នាក់សាជាថ្មីអស់ចូលហើយក៏កាត់មកត្រង់នេះម៉ូសេអ៊ីតាមីអូយបាល់នេះស្ទើរមិនគឺជឿបាទ5ម៉ែត្រពីទីម៉ូសេអ៊ីតាមីក៏ទាត់មិនចូលត្រង់នេះបញ្ជូនមកពីលីដុកបានល្អមែនទែនម៉ូសេអ៊ីតាមីទប់មានឱកាសគ្រប់គ្រាន់ក្នុងការទាត់ប៉ុន្តែបាល់គាត់ទាត់ទៅបែរជាខុសគោលដៅទៅវិញអ្នកចាំទីដាច់ចកេះហើយប៉ុន្តែការបញ្ចប់ទីរបស់ម៉ូសេអ៊ីតាមីមិនបានល្អទៅវិញឥឡូវឱកាសទៅសាជាថ្មីទាត់ស្ដាំគ្រាប់បាល់ទី2កើតមានហើយសម្រាប់ Lion King ខេត្តសៀមរាបទាញទាត់បានយ៉ាងល្អពីវ៉ាន់លុចដែលទើបតែបដូរចូលនៅក្នុងវគ្គទី2នេះមុំតូចអ្នកចាំទីសង្គ្រោះមិនបានទេ